ទីបំផុតប្តីដែលខ្ញុំបានរើសនៅតែចងចាំខ្ញុំព្រះអង្គជាព្រះដ៏មានព្រះភិក្ខនៃនិរាដ៏ខូខើគាត់បានផ្ដល់សំណងដល់ខ្ញុំបន្ទាប់ពីគាត់ស្លាប់វាជាប្រអប់លោតដ៏រស់រវើកមួយសូមអភ័យទោសខ្ញុំបានប្រកល់ភារកិច្ចដ៏ធ្ងន់មួយឲ្យអ្នកខ្ញុំចង់សង្គ្រោះពិភពលោកនេះជាសត្វចិញ្ចឹមវិញ្ញាណដែលខ្ញុំឲ្យអ្នកគ្រប់គ្រាន់ដើម្បីបន្ថែមពរជ័យដល់បំណងប្រាថ្នារបស់អ្នកពួកគេគ្រាន់តែចាក់ចេញដោយមិនបានប្រាប់ជាមុនហើយថែមទាំងបានឲ្យកូនឆ្កែមួយក្បាលមកខ្ញុំទៀតផងតើអ្នករាល់គ្នាមានអមតៈដែរឬទេ1 ម៉ោងមុនលីសៀងយុនបានជួយខ្ញុំរកមាន់ញីដែលបាត់របស់ខ្ញុំការបំបែកភ្នំមួយបានធ្វើឲ្យនិកាយអមតៈភ្ញាក់ផ្អើលភ្លាមតើអ្នកណាបានកាត់ផ្តាច់អំណាចដ៏ទេវភាពចេញពីរឿងនេះព្រះម្ចាស់អមតៈទីបំផុតយើងបានរកឃើញអ្នកហើយតើអ្នកយល់ស្របទេអ្នកបានជ្រើសរើសមនុស្សខុសហើយខ្ញុំមិនមែនជាមនុស្សដែលគួរឲ្យគោរពអមតៈទេអមតៈវិននឺកាលពី3 ឆ្នាំមុនសង្គ្រាមរវាងអមតៈនិងអារក្សអ្នកនិងមេអារក្សបានបាត់ខ្លួនបន្ទាប់ពីការប្រយុទ្ធចុងក្រោយរបស់អ្នកវាបានបង្ហាញថាអ្នកបានបាត់បង់ការចងចាំដែលជាមូលហេតុដែលអ្នកបានកើតជាថ្មីនៅក្នុងលោកមនុស្សលោករស់នៅជាមួយស្ត្រីភូមិនេះឥឡូវនេះយើងនឹងធ្វើការរួមគ្នាដើម្បីជួយអ្នកស្ដារការចងចាំរបស់អ្នកឡើងវិញព្រះដ៏មានព្រះភិក្ខចាប់តាំងពីអ្នកបានបាត់ខ្លួនអាណាចក្រអារក្សកំពុងរំជើបរំជួលឥឡូវនេះអ្នកបានត្រឡប់មកវិញហើយពិភពលោកត្រូវបានសង្គ្រោះហើយសូមតាមយើងត្រឡប់ទៅឋានសុខវិញចាំមួយផ្លែតដិតតើអ្នកកំពុងចាក់ចេញមែនទេសូមអភ័យទោសអ្នកនាងឆេនខ្ញុំត្រូវត្រឡប់ទៅជួយសង្គ្រោះពិភពលោកកញ្ញាចេនអូរដូវច្រូតកាត់រដូវស្លឹកឈើជ្រុះចិត្តមកដល់ហើយតើអ្នកអាចទុកពេលខ្លះបានទេត្រឡប់មកវិញហើយជួយខ្ញុំច្រូតស្រូវសាលីផងអ្នកនាងឆេននឹងលោកឡៃកិត្តិយសគឺស្ថិតនៅជាមួយអ្នករួចហើយអ្នកបានខ្ជះខ្ជាយពេលវេលា3 ឆ្នាំនៅទីនេះរួចហើយតើអ្នកអាចកាន់កាប់វាដោយអាត្មានិយមម្ដងទៀតដោយរបៀបណាគាត់ខ្វល់តែពីខ្លួនឯងហើយមិនខ្វល់ពីពិភពលោកទេតើនេះជារបៀបដែលគ្រួសារអ្នកបានបង្រៀនអ្នកមែនទេប៉ុន្តែខ្ញុំគ្មានគ្រួសារទេខ្ញុំជាក្មេងកំព្រាដូច្នេះអ្នកចង់បានមនុស្សបន្ថែមទៀតទេតើខ្ញុំនឹងក្លាយជាក្មេងកំព្រាដូចអ្នកទេខ្ញុំមិនមានន័យដូច្នោះទេខ្ញុំចង់មានន័យថាតើការសង្គ្រោះពិភពលោកត្រូវធ្វើដោយគាត់តែម្នាក់ឯងមែនទេតើបងប្អូនស្រីទេពអប្សរទាំងអស់នៅទីនេះគ្មានប្រយោជន៍ទេតើអាចទៅរួចទេដែលថាមនុស្សសាមញ្ញតើគាត់ជាមនុស្សតែម្នាក់គត់ដែលអាចជួយសង្គ្រោះពួកគេបានឬតើបងប្អូនស្រីទេពអប្សរទាំងអស់នៅទីនេះគ្មានប្រយោជន៍ទេហ៊ានថាយើងឥតប្រយោជន៍យ៉ាងម៉េចទេខ្ញុំមិនមានន័យដូច្នោះទេខ្ញុំចង់មានន័យថាលីសៀនយុនប្រមូលផលស្រូវសាលីបានយ៉ាងលឿនបន្ទាប់ពីគាត់ឈប់សម្លេងរំខានហើយតើគាត់អាចត្រឡប់មកវិញហើយជួយខ្ញុំជាមួយនឹងរឿងមិនសមហេតុផលតូចមួយនេះអមតៈដ៏ថ្លៃថ្នូរតើខ្ញុំអាចជួយអ្នកច្រូតស្រូវសាលីដោយរបៀបណាការប្រមូលផលស្រូវសាលីគ្រាន់តែជាការបន្លំប៉ុណ្ណោះខ្ញុំគិតថាគាត់គ្រាន់តែចង់គ្រប់គ្រងអាណាចក្រអមតៈផ្ដាច់មុខប៉ុណ្ណោះមនុស្សធម្មតាគឺបែបនេះឯងបេះដូងរបស់ពួកគេពោពេញដោយសេចក្តីស្រឡាញ់និងក្តីស្រឡាញ់តើអ្នកគិតដូច្នេះដែរទេអ្នកមិនចាំអ្វីទាំងអស់នេះនឹងក្លាយជាផ្ទះរបស់អ្នកចាប់ពីពេលនេះទៅប្រសិនបើអ្នកមិនស្គាល់ផ្លូវទេសូមបង្ហាញផ្លាកសញ្ញានេះដល់អ្នកភូមិប្រាប់ខ្ញុំផងខ្ញុំឈ្មោះចេងយូយ៉ានពួកគេនឹងបញ្ជូនអ្នកមកវិញអូគ្រាន់តែថើបមួយដងទៀតខ្ញុំនឹងកាប់ពងមាន់10គ្រាប់នៅថ្ងៃស្អែកនោះនឹងជា20 30 40 50ឬ40 50 60គ្រប់គ្រាន់ហើយចូលយើងនិយាយអំពីស្វាទី70នៅថ្ងៃស្អែកស្វាទី100អមតៈដ៏ថ្លៃថ្នូរអមតៈជួនគេមានការដឹងមុនថាព្រះលោហិតអមតៈនឹងយាងមករកស្ត្រីភូមិម្នាក់នេះខ្ញុំមិនអាចមើលឃើញតាមរយៈអំណាចវេទមន្តរៈរបស់អ្នកទេបន្ទាប់មកវាជាការប្រសើរជាងក្នុងការបន្តទៅមុខជាងការចុះចាញ់យើងបណ្ដុះផ្លូវនៃភាពខុសខើប្រសិនបើអ្នកភូមិម្នាក់ប៉ះពាល់ដល់ការដាំដុះអមតៈយើងត្រូវតែសម្លាប់ពួកគេតាមពិតពួកគេមានបំណងឃាតកម្មចំពោះការព្យាករឈប់អ្នកស្រីឆេននិងលោកវ៉ែនបានចុះហត្ថលេខាលើលិខិតបញ្ជាក់ហេតុផលនេះខ្ញុំអាចសងសឹកអ្នកបានហើយបន្ទាប់មកយើងនឹងលែងមានទំនាក់ទំនងអ្វីទៀតឡើយបន្ទាប់ពីនោះយើងនឹងលែងមានអ្វីតាក់ទងនឹងគ្នាទៀតហើយព
ពរជ័យដែលមនុស្សលោកបានប្រទានដល់អ្នកអាចពន្យាអាយុជីវិតរបស់អ្នកបាននេះគឺជាពរជ័យដ៏ធំធេងសម្រាប់គាត់រួចទៅហើយគាត់គួរតែដឹងគុណអ្នកដែលធ្វើឲ្យអ្នកខឹងតើអ្នកអាចផ្ដល់សំណងដល់គាត់ដោយរបៀបណាអ្នកស្រី Chen ធ្លាប់ជាមនុស្សធម្មតាអស់រយៈពេល3ឆ្នាំមកហើយមិនបានលេងល្បែងស៊ីសងទេទោះបីជាវាជាការខ្ជះខ្ជាយពេលវេលាសម្រាប់ខ្ញុំក៏ដោយប៉ុន្តែវាគ្រាន់តែសម្រាប់មួយផ្លែប៉ុណ្ណោះខ្ញុំមិនគួរខ្ជះខ្ជាយវាទេអ្នកក៏គិតថាវាជាការខ្ជះខ្ជាយដែរកាលណាខ្ញុំកាន់តែខូខើខ្ញុំកាន់តែអាចផ្ដល់ផលប្រយោជន៍ដល់អ្នកទោះបីជាវាជាការខ្ជះខ្ជាយក៏ដោយប៉ុន្តែកំហុសរបស់អ្នកស្រី Chen ដែលមិនចាំបាច់រៀបការនៅតែជារបស់ខ្ញុំយ៉ាងណាមិញប្រសិនបើខ្ញុំមិនខកចិត្តទេវាពិតជាមិនអាចទៅរួចទេសម្រាប់ពួកយើងក្នុងការនៅជាមួយគ្នាវាហាក់ដូចជាព្រះដ៏មានព្រះភិក្ខទ្រង់មិនបានរើបម្រាស់ឡើយមិនអីទេទោះបីជាអ្នកខ្លាយជាអមតៈក៏ដោយអ្នកនៅតែគ្មានបេះដូងបំណុលគឺជាបំណុលកុំកំណាញ់ពេកនឹងសំណងរបស់អ្នកអីមនុស្សអមតៈអើយនេះជាអ្វីវាជាលីងជូដែលខ្ញុំបានផ្ញើទៅអ្នកវាគឺជាឆ្កែដ៏ទេវភាពដែលមានសមត្ថភាពទំនាក់ទំនងខាងវិញ្ញាណពីអាណាចក្រ Celestial អ្នកនាង Chen ល្អគ្រប់គ្រាន់ដើម្បីយាមផ្ទះរបស់អ្នកទោះបីជាឆ្កែដ៏ទេវភាពនេះគ្រាន់តែជាឆ្កែមួយក្បាលនៅក្នុងអាណាចក្រអមតៈរបស់យើងក៏ដោយប៉ុន្តែសម្រាប់អ្នករាល់គ្នាដែលជាមនុស្សស្លាប់នោះជា